ជាតិដាក់សម្ពាធក៏ប៉ុន្តែរឿងនេះគឺបើសិនជាបានផលយ៉ាងណាចាំខ្ញុំវិភាគនៅចុងក្រោយចូលនេះបន្តិចឥឡូវនិយាយពីរឿងអឺខ្ញុំនិយាយពីចំណុចល្អគួរត្រេកអរគឺគ្រួសារតកូលកម្មគឺគាត់អាចនឹងទៅកាន់ការងារផ្នែករដ្ឋាភិបាលតំណែងកញ្ញាកម្មមនោវិជ្ជាតាំងពីគេរំលាយគណៈបកសង្គ្រោះជាតិមក9ឆ្នាំហើយណាអត់មានកិច្ចការងារអីដែលអាចគាត់ធ្វើការទេអញ្ចឹងក្នុងកិច្ចការសាធារណៈនៅគណៈបកសង្គ្រោះជាតិគឺគាត់ធ្វើបានពី3ឆ្នាំដំបូងដើម្បីតស៊ូដើម្បីឲ្យឪពុកគាត់បានរួចពីគុកអត់បានរួចពីគុកគាត់ក៏ឈប់តស៊ូនឹងយូរហើយមិនសូវលឺយូរហើយ7ឆ្នាំចុងក្រោយហ្នឹងដល់ពេលឥឡូវគាត់ចាប់ផ្ដើមមានការងារមានតំណែងអីចឹងគាត់អាចបំពេញការងារនឹងធ្វើទៅដើម្បីជាតិដើម្បីអីបងប្អូនជាអ្នកសម្រេចខ្លួនឯងហ្នឹងរឿងម្ដុំរឿងទី2អ្វីដែលគួរឲ្យត្រេកអរសាទរព្រោះអាចការវិភាគរបស់ខ្ញុំខុសពីម្សិលមិញយប់មិញដែរចាំមិនថាការវិភាគវាមិនត្រូវទាំងអស់ទេបងប្អូនណាព្រោះខ្ញុំថាការដែលបញ្ចេញកញ្ញាកម្មមនុស្សវិទ្យាមកនេះគឺជាការធ្វើឲ្យមានសេណារីយ៉ូមួយគឺបំបែកសម្លេងប្រឆាំងរវាងក្រុមពលលោកសំរងស៊ីនិងក្រុមលោកកឹមសុខាព្រោះអីនៅពេលដែលបញ្ចេញមកគាត់អញ្ចឹងអត់ច្បាស់លាស់ថាគាត់មានតួនាទីអីអាចឲ្យគាត់បង្កើតបកនយោបាយបកបង្កើតអីទៅដូច្នេះវានយោបាយហ្នឹងគឺធ្វើឲ្យនយោបាយបកប្រឆាំងហ្នឹងគិតថាតើគាត់ចូលគណៈបកប្រជាជនកម្ពុជាចូលរដ្ឋាភិបាលឬក៏នៅខាងនេះនៅឡើយនៅខាងសង្គ្រោះជាតិឬក៏នៅអីចឹងអញ្ចឹងប្រជាពលរដ្ឋនៅកញ្ញាញ់ខួរហ្នឹងគណៈបកប្រឆាំងហ្នឹងគឺហាក់បីដូចជាពិបាកគិតណាប៉ុន្តែឥឡូវនេះអរគុណកញ្ញាកម្មមនុស្សវិទ្យាទៅជាពិសេសក្រុមគណៈបកសង្គ្រោះជាតិដែលមាននិន្នាការគ្រប់គ្រងលោកសំរងស៊ីគួរអរគុណក្រុមគ្រួសារតកូលកម្មទៅព្រោះអីអានេះវាទឹកថ្លាឆ្វង់ហ្មងយើងមើលឃើញរងដល់បាតដីវាស្រួលអីដោយថាបងប្អូនគិតថាអូតិចកញ្ញាកម្មមនោវិជ្ជាចេញមកបំបែកគណៈបកប្រឆាំងដោយសារតែមានក្រុមកម្មសខាក្រុមសំរងស៊ីអីអត់ទេច្បាស់ដាច់ផឹងគឺកញ្ញាកម្មមនោវិជ្ជាតកូលកម្មគឺគាត់ចោះចូលជាមួយរដ្ឋាភិបាលអញ្ចឹងអត់មានសំរងស៊ីអត់មានកម្មសខាអីទៀតទេម្ដងនេះគឺមានតែរដ្ឋាភិបាលដែលអាចមានក្រុមគ្រួសារតកូលកម្មនៅក្នុងនឹងជួយមកវាយគ្នាជាមួយនឹងក្រុមគណៈបកសង្គ្រោះជាតិដែលមកដល់ម៉ោងនេះនៅសល់តែក្រុមលោកសំរងស៊ីទេដូច្នេះមានតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំថាចំពោះខ្ញុំខ្ញុំសប្បាយចិត្តដើម្បីកុំឲ្យពួកក្រុម MMO គណៈបកប្រជាជនកម្ពុជាគាត់អំពើទុកនៅក្នុងការដែលយកកញ្ញាកម្មមនុស្សវិទ្យានិងតកូលកម្មហ្នឹងយកមកបន្លំមិនដឹងថាតើចូលខាងនៅក្នុងសង្គ្រោះជាតិឡើយឬក៏នៅប្រឆាំងឡើយឬក៏នៅរដ្ឋាភិបាលអញ្ចឹងធ្វើឲ្យយើងវល់ដូច្នេះមកក្បាច់នេះគឺធ្វើឲ្យវាជ្រះថ្លាភ្លឹងតែម្ដងគឺច្បាស់តែម្ដងគឺថាវាអត់មានក្រុមលោកកម្មសខាវាអត់មានក្រុមលោកសំរងស៊ីអីទៀតទេអ្នកណាដែលគ្រប់គ្រងកម្មមនុស្សវិទ្យានិងតកូលកម្មគឺយើងគ្រប់គ្រងរដ្ឋាភិបាលហើយតែប៉ុណ្ណឹងចឹងបើបងប្អូនបោះឆ្នោតឧទាហរណ៍ថាកម្មមនុស្សវិទ្យាគាត់ទៅបង្កើតគណៈបកនយោបាយដើម្បីនឹងប្រគល់បច្ច័យការបោះឆ្នោតដើម្បីដណ្ដើមសម្លេងពីគណៈបកសំរងក្រុមលោកសំរងស៊ីឬគណៈបកប្រឆាំងគឺបានន័យថាគាត់ដណ្ដើមសម្លេងប្រឆាំងដើម្បីឲ្យរដ្ឋាភិបាលនេះមានសម្លេងកាន់តែច្រើនដូច្នេះវាប៉ុណ្ណឹងហើយខ្ញុំសុំទោសខ្ញុំពុំមានសុតិធិនិយមច្រើនទេចំពោះក្រុមគ្រួសារតកូលកម្មមកចោះធ្វើនយោបាយវិញខ្ញុំជឿថានេះចំពោះខ្ញុំឯណាខ្ញុំសុំទោសការវិភាគខ្ញុំអាចខុសអង់គ្លេសហៅថា political suicide គឺអត្តឃាតនយោបាយគឺចប់ត្រឹមប៉ុណ្្នឹងហើយអស់ហើយក្រុមគ្រួសារតកូលកម្មបិទគេហៅថាប្រវត្តិសាស្ត្រឬក៏ប្រវត្តិនៃការតស៊ូនយោបាយដើម្បីស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យតាមរយៈក្រុមប្រឆាំងគឺគាត់ចប់ប៉ុណ្ណេះគាត់អាចចូលទៅរដ្ឋាភិបាលធ្វើតស៊ូប្រជាធិបតេយ្យស្ដារសិទ្ធិមនុស្សអីឡើងវិញតាមរយៈការស្របជាមួយរដ្ឋាភិបាលដូច្នេះជំហរនៅក្នុងការតស៊ូប្រឆាំងរបៀបដឹកនាំបែបផ្ដាច់ការដែលមិនបានផលដោយគាត់ធ្វើរហូតជាប់គុកជាប់ច្បាប់អស់9ឆ្នាំនេះគឺបិទបញ្ចប់ត្រឹមហ្នឹងអញ្ចឹងគេតំណែងមរតកដែលក្រុមគ្រួសារតកូលកម្មកសាងមកពីមុនមកគឺបញ្ចប់ត្រឹមថ្ងៃទី17ខែសីហាឆ្នាំ2026នេះគឺជាទំព័រប្រវត្តិសាស្ត្រមួយដែលចារថាការតស៊ូនយោបាយរបស់គ្រួសារតកូលកម្មគឺបិទបញ្ចប់ត្រឹមហ្នឹងប៉ុន្តែមិនមែនបានន័យថាគ្រួសារនេះអត់អាចជួយកសាងជាតិអីបានទេបងប្អូនកុំនិយាយគិតខុសណាព្រោះការជួយកសាងជាតិមិនមែនបានន័យថានៅគណៈបកប្រឆាំងបានធ្វើការទេនៅជាមួយគណៈបកប្រជាជនកម្ពុជាក៏គេធ្វើការដែរចុះបើយើងនិយាយថាតើតែនៅគណៈបកប្រឆាំងទើបកសាងជាតិបានចុះអ្នកធ្វើការជាមួយគណៈបកប្រជាជនកម្ពុជាសពថ្ងៃដែលធ្វើឲ្យទប់លំនឹងស្ថានភាពផ្សេងស្ថិរភាពនយោបាយអីឲ្យប្រជាពលរដ្ឋមានបាយហូបមានអីមានផ្លូវថ្នល់សាលារៀនមន្ទីរពេទ្យការអប់រំហេដ្ឋារចនាសម្ព័ន្ធបែបយ៉ាងហ្នឹងក្រែងការងារហ្នឹងក្រែងគេធ្វើដើម្បីជាតិដែរតើមិនអញ្ចឹងហើយអ្នកនោះឯងនៅក្នុងគណៈបកប្រជាជនកម្ពុជាដូច្នេះបើយើងនិយាយថាតើតែនៅខាងប្រឆាំងបានធ្វើប្រយោជន៍ជាតិបានគឺអត់ត្រូវទេអញ្ចឹងនៅក្នុងន័យនេះខ្ញុំគិតថាកញ្ញាកម្មមនុស្សវិទ្យាចូលជាមួយគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជានៅក្នុងន័យនេះមិនមែនបានន័យថាគាត់មិនអាចជួយជាតិនេះបានទេគ្រាន់តែថាបញ្ហានៅត្រង់នេះបងប្អូនបញ្ហាវានៅត្រង់ចេះរបៀបដឹកនាំបែបផ្ដាច់ការគឺគេអត់អាចទៅកែចូលទៅក្នុងរចនាសម្ព័ន្ធរបស់គណៈបកផ្ដាច់ការនឹងបានទេព្រោះអីនៅក្នុងរចនាសម្ព័ន្ធគណៈបកផ្ដាច់ការ
ឬក៏របៀបដឹកនាំរដ្ឋបែបផ្ដាច់ការគឺគេអត់អនុញ្ញាតឲ្យមានគំនិតប្រឆាំងទេហើយការដែលអត់អាចអនុញ្ញាតឲ្យមានគំនិតប្រឆាំងនេះឯងដែលធ្វើឲ្យរបបផ្ដាច់ការនៅលើលោកហ្នឹងវានៅតែផ្ដាច់ការរហូតហើយអ្នកដែលសង្ឃឹមនិយាយរួមការសង្ឃឹមខុសអ្នកដែលសង្ឃឹមថាខ្លួននៅគណៈបកប្រឆាំងគេធ្វើទុកបុកម្នេញពេកពេលចូលទៅគណៈបកប្រជាជនឬគណៈបកកណ្ដាលអំណាចរបបផ្ដាច់ការគឺយើងអាចកែរបបផ្ដាច់ការនេះតាមរយៈចំណេះជំនាញរបស់យើងគឺជាការគិតខុសទេព្រោះมันអាចទៅដូរបានទេព្រោះគណៈបកផ្ដាច់ការគឺគេមិនបើកលំហប្រជាធិបតេយ្យសំបីតែក្នុងផ្ទៃបកព្រោះពាក្យថាផ្ដាច់ការគឺបានន័យថាតវ៉ាខ្មាំងប្រឆាំងខ្មោចនេះជាទ្រឹស្ដីរបស់ជនផ្ដាច់ការតានៅលើលោកមិនមែនអ្នកណាម្នាក់ទៅកែបានទេបើគេកែបានណាសពថ្ងៃនៅក្នុងរដ្ឋសភានៅក្នុងព្រឹទ្ធសភាដែលមានតែគណៈបកប្រជាជនណាគេច្បាស់ជាបង្កើតអេគីបមួយគេហៅថា bad cops good cops bad police good police គឺគេឲ្យដើរតួធ្វើវាយគ្នាធ្វើអីសម្ដែងប៉ុន្តែគណៈបកប្រជាជនកម្ពុជាមកអាយុហើយអត់ហ៊ានទេបើថាលើកដៃទាំងអស់គ្នាបើថាទេគឺទេទាំងអស់គ្នាអត់មានអ្នកណាមកជំទាស់បានទេព្រោះការបណ្ដោយឲ្យអ្នកណាហ៊ានជំទាស់ខ្ទាស់គឺវាហាក់បីដូចជាបើកប្រអប់ដែលមានដង្កូវពហុឲ្យវាឡើងមកក្អែបខ្ទួយនឹងចេញមកគឺវាពិបាកគ្រប់គ្រងអញ្ចឹងគេសុកចិត្តបិទប្រអប់នឹងឲ្យចិត្តឈឹងមិនឲ្យតបានទេដូច្នេះការដែលចូលទៅក្នុងគណៈបកប្រជាជនកម្ពុជាហើយសង្ឃឹមថាអាចការពារប្រយោជន៍ជាតិបានគឺមានតិចណាស់ស្ទើរតែគ្មានទេខ្ញុំគ្មានសុតិធិនិយមខ្ញុំសុំទោសខ្ញុំនៅតែគិតថាកញ្ញាកម្មមនុស្សប្រជាជាការជ្រើសរើសរបស់គ្រួសារគាត់មិនមែនជាការជ្រើសរើសរបស់ជាតិទេបងប្អូនណាសុំទោសខ្ញុំនិយាយនេះអាចគ្រួសារតកូលកម្មគាត់រករឿងខ្ញុំទៀតការជ្រើសរើសដើម្បីជាតិគេអត់ត្រូវការចូលទៅធ្វើបែបនេះទេព្រោះតស៊ូមតិយូរហើយប្រជាពលរដ្ឋដាក់ការទុកចិត្តរបស់យើងមើលលោក Nelson Mandela មើលគាត់តស៊ូជាប់គុករហូតដល់តែ20ឆ្នាំជាង27ឆ្នាំចេញមកវិញគឺប្រជាពលរដ្ឋគិតថាគាត់មិនអាចបោះបង់ការតស៊ូរបស់គាត់ទេទោះក្នុងតម្លៃណាក៏ដោយគាត់សុកចិត្តស្លាប់ក្នុងគុកត្រូវហើយចោះយើងគិតចង់ឲ្យគាត់ស្លាប់មែនគាត់ស្លាប់តែខ្លួនទេគាត់អត់ស្លាប់មនសិការអត់ស្លាប់ការតស៊ូឲ្យបណ្ដោះគំនិតឲ្យមនុស្សនៅបន្តការតស៊ូនឹងតទៅទៀតគិតថាមានមេដឹកនាំមួយសុកចិត្តពលីជីវិតដើម្បីការតស៊ូចិញ្ចឹមអាការតស៊ូឥឡូវនេះការតស៊ូតកូលកម្មនេះគឺវាចប់ត្រឹមប៉ុណ្ណឹងអញ្ចឹងប្រជាពលរដ្ឋដែលមានទឹកចិត្តនៅក្នុងការតស៊ូដើម្បីគិតថានៅក្នុងគណៈបកប្រឆាំងត្រូវតែនាំគ្នាចោះចូលទៅគណៈបកប្រជាជនហើយក្រុមអេគីបរបស់លោកកម្មសខាមកដល់ពេលនេះគឺក្លែងក្លងឲ្យគ្នាមិនដឹងតស៊ូអីយ៉ាងណាទេតើត្រូវរត់ចូលទៅគណៈបកប្រជាជនឬក៏មកចូលគណៈបកប្រឆាំងមកចូលគណៈបកប្រឆាំងអត់សូវត្រូវគ្នាទៀតដោយសារអីធ្លាប់តែឆ្លោះគ្នាជាមួយនឹងក្រុមលោកសំរងស៊ីយូរហើយដែរដូច្នេះរឿងនេះគឺជារឿងដែលធ្វើឲ្យលំបាកសកម្មជនមូលដ្ឋានរបស់គាត់ក្លែងក្លងឬក៏បោះបង់ការតស៊ូចោលតែម្ដងឬក៏ឈប់ធ្វើនយោបាយតែម្ដងព្រោះថ្នាក់លើធ្វើអត្តឃាតនយោបាយកូនចៅក៏ត្រូវតែស្លាប់តាមនឹងដែរនេះគឺជារឿងអកុសលមួយដែរខ្ញុំមែនតើខ្ញុំសម្រេចគោរពការសម្រេចរបស់ក្រុមគ្រួសារតកូលកម្មប៉ុន្តែគ្រាន់តែថាយើងជាអ្នកប្រជាធិបតេយ្យម្នាក់ដែរខ្ញុំប្រជាធិបតេយ្យរៀងដូចតលាយដែរប៉ុន្តែក៏នៅតែមើលឃើញថារឿងនេះគឺជាការខកចិត្តច្រើនជាងការដែលនេះណាព្រោះអីតើកញ្ញាកម្មមនុស្សវិទ្យាគាត់ទៅធ្វើជាប្រិយសិទ្ធពិសេសហ្នឹងគាត់អាចធ្វើអីគេកើតបើសិនជាកញ្ញាកម្មមនុស្សវិទ្យាចង់ឲ្យប្រជាពលរដ្ឋទទួលបានការជឿទុកចិត្តថាគាត់ពិតជាមានឥទ្ធិពលរឿងទី1ដែលធំបំផុតគឺត្រូវឲ្យលោកហ៊ុនម៉ាណែតផ្ដល់សិទ្ធិនយោបាយឲ្យឪពុករបស់គាត់បើថាមិនឲ្យលោករងឈុនឬក៏អ្នកណាផ្សេងទៀតឲ្យឪពុករបស់គាត់ចោះហើយកុំគិតថាដោយសារកញ្ញាកម្មមនុស្សចាចូលទៅជាប្រិយសិទ្ធពិសេសស្ថានភាពនយោបាយប្រសើរទីទៀតគេដោះលែងអ្នកទោសមនសិការអីហ្នឹងគឺដោយសារកម្មមនុស្សវិទ្យាមិនមែនទេការដោះលែងអ្នកទោសមនសិការនេះគឺត្រូវតែដោះលែងដាច់ខាតឲ្យគណៈបកប្រជាជនកម្ពុជាតល់ច្រកឲ្យអត់មានជំរឿសទេត្រូវតែបធូរដោយឯងបើឲ្យគាត់បធូរយូរហើយក៏អត់បធូរទេព្រោះដោយសារគាត់ដឹងថាវាអត់តល់ច្រកតែដល់ពេលតល់ច្រកដំណាក់កាលណាមួយអ្នកទោសមនសិការទាំងអស់នេះនឹងត្រូវដោះលែងដោយស្វ័យប្រវត្តិអត់មានទុកកើតទេព្រោះគណៈបកប្រជាជនកម្ពុជាតឹងផ្អឹសហើយក៏មិនមែនដោយសារតែអូវប្បធម៌ផ្សះផ្សាអីបានកញ្ញាកម្មមនុស្សវិទ្យាមកស្រួលឥទ្ធិពលកម្មមនុស្សវិទ្យាហ្នឹងធ្វើឲ្យអ្នកទោសមនសិការរួចបានអីអញ្ចឹងទៅអាចយកបងហ្នឹងអូមួយអាទិត្យពីរអាទិត្យក្រោយកញ្ញាកម្មមនុស្សចាបាននីតិទូនីតិប្រិយសិទ្ធពិសេសស្រាប់តែអ្នកទោសមនសិការ10នាក់5 10នាក់20នាក់គេដោះលែងបដាអីម្នាក់អាចនឹងគិតថាអូប្រហែលជាគាត់ចូលទៅមានឥទ្ធិពលហើយឃើញអត់ទេអត់មានទេអ្វីដែលកម្មមនុស្សវិទ្យាកញ្ញាកម្មមនុស្សវិទ្យាត្រូវធ្វើដំបូងដើម្បីឲ្យប្រជាពលរដ្ឋទុកចិត្តគឺឲ្យឪពុករបស់គាត់មានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញអានឹងបានឲ្យប្រជាពលរដ្ឋកាត់ចាត់ទុកថាគាត់ប្រកែបើអត់ទេគឺកញ្ញាកម្មមនុស្សវិទ្យាគឺនឹងក៏គេហៅថា political suicide ដូចគ្នាគឺអត្តឃាតនយោបាយនឹងចោលហើយបើទោះបីជាកញ្ញាកម្មមនុស្សវិទ្យាធានាតវ៉ាឲ្យឪពុកគាត់មានសិទ្ធិធ្វើនយោបាយពេញលេញកុំគេហាមឃាត់ដូចមានសិទ្ធិធម្មតាក៏ដោយក៏អ្វីដែលគាត់ចូលគណៈបកប្រជាជនកម្ពុជាឬរដ្ឋាភិបាលកម្ពុជានេះក៏ជាការបិទទំព័រគ្រួសារតកូលកម្មត្រឹមប៉ុណ្ណេះដែរម្ដងទៀតបងប្អូនគាត់អាចតស៊ូមតិដូចចាស់យើងមើលលោកយ៉ងសង្គមាអីវិញមើលបដិទ្ធកសិកម្មចូលទៅក្នុងក្រសួងរដ្ឋហ្នឹងតើគាត់ទៅធ្វើអីទៅកែស្អីគេបាននោះស្រូវនៅតែ1គីឡូ500 600ដែរបើការគាត់មិនទាន់ចូលដូចនៅ800ឯងដល់ពេលចូលទៅថាកែតម្រង់
ប្រជាប្រដ្ឋថាស្រូវធ្លាក់មកនៅតាម1គីឡូ5 600វិញអីចឹងទៅដូច្នេះវាគណៈបកប្រជាជនកម្ពុជាគេទិញយកទៅកវត្តចោលទេព្រោះមនុស្សគេខ្វះអីវាមិនមែនប្រជាគណៈបកប្រជាជនកម្ពុជាខ្វះធនធានមនុស្សទេគឺដោយសារប្រព័ន្ធដឹកនាំរដ្ឋវាអញ្ចឹងដល់ពេលដឹកនាំរដ្ឋវាអញ្ចឹងបញ្ញវន្តកវីបណ្ឌិតណាទៅក៏កញ្ញាញ់ខួរដែរព្រោះគេឲ្យធ្វើអញ្ចឹងសម័យខ្មែរក្រហមអ្នកណាមិនចេះដឹកនាំប្រទេសបងប្អូនអ្នកដឹកនាំសម័យខ្មែរក្រហមសិតតែបញ្ញវន្តណាលោកសលុតសប៉ុលពតខៀវសំផនអៀងសេរីអៀងធីរិតស្អីនេះសោតតែអ្នកបានរៀនសូត្រចេះដឹងនៅបារាំងឯណាមកផងបញ្ញវន្តខ្មែរហើយដឹកនាំប្រទេសស្លាប់អស់1 លាន 7 សែនអ្នកហ្នឹងគេអត់ចេះដឹកនាំមែនទេដោយសារមាគាបកហ្នឹងគេឲ្យធ្វើអញ្ចឹងសម្រាប់បង្អត់អាហារធ្វើបាបប្រជាពលរដ្ឋដល់អញ្ចឹងអ្នកដែលអត់ធ្វើបាបគេយកទៅសម្លាប់ចោលពីតែប៉ុណ្្នឹងតាហើយបើសិនជាយើងគិតមកងាប់ចុះបើបានធ្វើអញ្ចឹងចុះបើយើងមិនធ្វើអញ្ចឹងគេសម្លាប់យើងដែរហ្នឹងដូច្នេះវាតែអញ្ចឹងដូចគ្នាកញ្ញាកមនោវិជ្ជាចូលទៅហ្នឹងបញ្ញវន្តនៅក្នុងគណៈបកប្រជាជនកម្ពុជាគេអញ្ជើញរកតែលុយបងប្រាក់ខែលែងតាន់ហើយនេះរត់តែយកគាត់មួយទៀតបង្កើតតំណែងមួយទៀតថែមលុយទៀតយកមកធ្វើអីគ្រាន់តែស្អំចិត្តទេហើយសហគមន៍អន្តរជាតិក៏គេមិនទៅជឿអានយោបាយប្រជាពិធរបស់រដ្ឋាភិបាលនឹងដែរព្រោះយើងគ្រាន់តែស្អំចោះបើសិនអញ្ចឹងបើចិត្តសឿងរដ្ឋាភិបាលនឹងពិតថាផ្សះផ្សាជាតិដែរដោះលែងអ្នកទោសមនសិការឲ្យអស់131នេះអីនេះលីកាដូរកឃើញដោះឲ្យសិទ្ធិលោករងជនឲ្យសិទ្ធិលោកកម្មសុខាហើយរៀបចំការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ឈប់ងើបមួយវាយមួយហើយត្រូវនិយាយទៅគឺថាសុំទោសជាសាធារណៈប្រាប់គេមកថាខ្លួនធ្វើខុសយើងស្ដាយលែងខុសតទៅទៀតដូចលោកហ៊ុនសែនមកចេញស្អីណាមករករឿងអ្នកដែលជេរប្រតិចគ្នាដែលគាត់ជេរគេមកអាយុមកហើយទៅមកអញ្ចឹងវាដូចថា too good to be true ប៉ុន្តែណាហើយខ្ញុំស្លេះរឿងហ្នឹងប៉ុណ្ណឹងឥឡូវស្ដាប់មតិប្រជាពលរដ្ឋវិញព្រោះមួងណារ៉េថាចង់ឲ្យស្ដាប់ចុងក្រោយឥឡូវទេសនាចប់ខ្លួនឯងបាទហើយ sorry សំទោសឲ្យបងប្អូនតោះឥឡូវមតិទី1លោកកឹមសុខដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលក្រៅប្រទេសគាត់សរសេរនៅលើបណ្ដាញសង្គម Facebook របស់គាត់មិនបានដាក់ក្បាលលិខិតជារដ្ឋាភិបាលក្រៅប្រទេសឯងគាត់សរសេរប្រហែលជាក្នុងនាមបុគ្គលផ្ទាល់ខ្លួនដែរគាត់ថាចេះឯកឧត្តមកឹមសុខានិងកូនស្រីច្បងធ្វើឲ្យវប្បធម៌សន្តានានយោបាយធ្លាក់តម្លៃคล้ายជាវប្បធម៌សន្តានាសុំតំណែងបាទខ្ញុំទុកឲ្យបងប្អូនពិចារណាទៅព្រោះអីខ្ញុំអានអញ្ចឹងតែម្ដងជនជាតិខ្មែរយើងម្នាក់នៅប្រទេសកាណាដាលោកនួននរាសរសេរសារនៅលើបណ្ដាញសង្គមរបស់គាត់តាក់ទងរឿងកម្មមនោវិជ្ជានេះដែរគាត់ថាបើកូនចូលបម្រើរបបផ្ដាច់ការហើយឪក៏មិនយូរដែររនុកក្នុងដែលសំងំក្នុងគណៈបកសង្គ្រោះជាតិមានតាំងពីកំណើតគណៈបកសង្គ្រោះជាតិនេះកើតមកម្លេះមានតាំងពីកំណើតគណៈបកនេះម្លេះគឺមេធំតែម្ដងបោករហូតបោកលុះសៃខ្មែរអ្នកនយោបាយត្រូវពិចារណាសូមកុំដើរតាមដោយងងឹតងងុលនយោបាយគឺនយោបោកជាវប្បធម៌របស់មេយើងលោកសេងសេរីបាទគាត់សរសេរសារនៅលើ Facebook របស់គាត់អញ្ចេះចុះមិនចាញ់រាជក្រឹត្យតែងតាំងឪដំណើរគ្នាជាមួយនឹងកូនជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញឬក៏សមាជិកក្រុមប្រឹក្សាព្រះមហាក្សត្រឋានៈស្មើនាយករដ្ឋមន្ត្រីបដ ாய் ទៅសញ្ញេជំនួសព្រះមហាក្សត្របានសោះនឹងចេះធ្វើចរិតមេមន់ទៀតបាទហើយលោកសេងសេរីក៏បន្តថាដើម្បីរក្សាពលឹងសង្គ្រោះជាតិអ្នកសំរងស៊ីនិយមទាំងឡាយត្រូវតែទាមទារឲ្យលោកកឹមសុខាលាចេញពីប្រធានគណៈបកសង្គ្រោះជាតិបើមិនដូច្នេះទេបរិះម្នាក់នេះនឹងអោបត្រាគណៈបកចូលទៅភ្នូនយោបាយរបស់ខ្លួនជាក់ជាមិនខានសូមរំលឹកមេថាបើគ្រាន់តែគណៈបកខ្លួនឯងសង្គ្រោះមិនបានផងនោះមេគួរឈប់មានប្រសាសន៍រឿងសង្គ្រោះជាតិមាតុភូមិអីទៀតទៅបាទមតិបន្តលោកទេពមនោនៅប្រទេសបារាំងលោកថាដល់ពេលនេះទៅហើយខ្ញុំយល់ថាលោកកឹមសុខាគួរតែក្លាហានលាលែងពីតំណែងប្រធានគណៈបកសង្គ្រោះជាតិខ្ញុំសូមថែមលោកមាត់បន្តិចរឿងលោកសេងសេរីនិងលោកទេពមនោនិយាយពីរឿងលោកកឹមសុខាលាលែងពីតំណែងគណៈបកសង្គ្រោះជាតិតើអស់លោកនៅតតាំងនៅអារឿងសង្គ្រោះជាតិនឹងដល់ណាទៀតបើខ្មោចគេហែដល់ប្រឆាបាត់ទៅហើយនឹងគេដុតបាត់ហើយហ្នឹងអូយើងរើសយកធាតមកហើយយើងទៅរកសាក់សពនឹងនៅឯណាទៀតខ្ញុំពងតែឆ្ងល់ព្រោះអីរឿងគណៈបកសង្គ្រោះជាតិហ្នឹងអ្នកដែលប្រជាធិបតេយ្យនៅតែចិត្តគិតថាសង្គ្រោះជាតិរស់សង្គ្រោះជាតិរស់ស្អីបើគេរំលាយបាត់គេចាប់ផ្ដើមចេញសាលដីកាលោកកឹមសុខាខ្លួនឯងព្រមទទួលទោសដោយសុកចិត្តយកការអនុគ្រោះទោសហ្នឹងដោយសារតែមិនប្តឹងសាលដីការបស់សាលាឧទ្ធរហ្នឹងហើយគឺគាត់ទទួលទោសធ្វើឲ្យគណៈបកសង្គ្រោះជាតិនឹងរលាយបានដោយស្វ័យប្រវត្តិហើយគាត់ជាប់ទោសពីក្បត់ជាតិផងតើយើងទៅតវ៉ាយ៉ាងម៉េចទៀតបើម្ចាស់មេរបស់គណៈបកនេះព្រមទទួលយកសាលដីកាគេហ្នឹងហើយគាត់ទៅសេមកគាត់ថាគាត់អត់ប្តឹងទេសាលដីកាហ្នឹងគឺគាត់ជំទាស់រាល់សាលដីកាហ្នឹងថាអយុត្តិធម៌ប៉ុន្តែគាត់អត់ប្តឹងនៅពេលដែលយើងអត់ប្តឹងសាលដីកាបានន័យថាយើងទទួលស្គាល់សាលដីកាហ្នឹងគឺចូលជាស្ថាពរហើយ
គាត់ចង់និយាយខាងក្រៅតុលាការមានន័យអីខាងក្រៅតុលាការបងប្អូនព្រោះន័យគឺប្រព័ន្ធតុលាការគេកាត់ទោសយើងឲ្យជាប់គុកអស់មួយជីវិតពីបទក្បត់ជាតិចោទទាំងអាមេរិកទៀតហើយលោកកម្មសខាអត់ប្តឹងអាសាលដីកាហ្នឹងបានន័យថាយើងបោះបង់សិទ្ធិប្តឹងបើបោះបង់សិទ្ធិប្តឹងបានន័យថាយើងទទួលស្គាល់ថាយើងមានកំហុសហើយយើងចេញមកក្រៅតុលាការយើងសរសេរលិខិតថាខ្ញុំអត់ទទួលស្គាល់ផងប៉ុន្តែតុលាការបើអត់ទទួលស្គាល់ហេតុអីក៏មិនប្តឹងជំទាស់សាលដីកាហ្នឹងទៅដោយសារតែគាត់ចង់ដោះដូរជាមួយនឹងការអនុគ្រោះនេះដើម្បីបានច្រកឲ្យកូនគាត់កញ្ញាកម្មនោវិទ្យាបានឡើងជាប្រិយសិទ្ធិពិសេសអីចេះប៉ុន្តែយើងធ្វើឲ្យសង្គ្រោះជាតិនេះលលាយហើយអត់តតាំងរកយុត្តិធម៌លោកកម្មសុខាក៏បោះបង់ការតតាំងរកយុត្តិធម៌សម្រាប់គណៈបកសង្គ្រោះជាតិហើយនឹងយុត្តិធម៌សម្រាប់ខ្លួនគាត់ដែរណាព្រោះបើគាត់តស៊ូរហូតប្តឹងអាសាលដីកានឹងឲ្យជាប់មកគឺអ្នកឯងធ្វើអីធ្វើទៅគឺខ្ញុំមិនទទួលស្គាល់ដូចចំនួនអ៊ុយក្រែននិងរុស្ស៊ីចឹងបើអ្នកឯងមិនចោះបាត់ឈប់បាញ់ឲ្យនរណានៅនឹងរុស្ស៊ីទម្លាក់គ្រាប់បែកលើក្បាលណៃរាល់ថ្ងៃបាញ់ដល់មូស្គូទៀតយើងដល់ពេលដូចលោកទាសីហាទៅចុះហត្ថលេខាឲ្យនរណានៅនឹងថៃយកដីខ្មែរ76កន្លែងយើងអត់តវ៉ាបានសោះចឹងយើងអត់ហ៊ានទៅធ្វើអីគេបានសោះព្រោះអីយើងប្រាប់ថាអ្នកណានៅណានៅហ្នឹងចឹងគេមានសិទ្ធធ្វើអីលេនឋានជីស្អីចុះបញ្ជីចាច់ដីចាច់អីយើងអត់ធ្វើអីគេកើតយើងបាត់ដីយើងទៅទេនេះឥឡូវលោកកម្មសខាគាត់ធ្វើដូចអញ្ចឹងដែរនៅពេលដែលយើងមិនប្តឹងសាលដីការបស់សាលាធរគឺយើងទទួលទោសពេលដែលយើងទទួលទោសគឺយើងឲ្យគណៈបកសង្គ្រោះជាតិក៏មានទោសដែរព្រោះយើងជាមេបកគណៈបកសង្គ្រោះជាតិដូច្នេះលោកកម្មសខាចូលរួមនៅក្នុងការបំផ្លាញគណៈបកសង្គ្រោះជាតិឲ្យដាច់ឈ្មោះបានន័យថាគណៈបកសង្គ្រោះជាតិលលាយហើយវាលលាយតែនៅក្នុងឯកសារប៉ុន្តែចង់បញ្ចប់គឺបញ្ចប់ត្រឹមលោកកម្មសខាមិនប្តឹងសាលដីការបស់សាលាធរតែប៉ុណ្្នឹងឯងចប់ហើយមានអីទៀតហើយទៅគាត់ទៅចេញលិខិតខាងក្រៅផ្លូវការឯណាទៅដើម្បីថាគាត់មិនទទួលស្គាល់ប៉ុន្តែតុលាការគេដាក់គាត់ឲ្យមានទោសតើតែគាត់មានទោសទៅមានបរិយាក្រិតលើកលែងទោសបងប្អូនត្រូវយល់ណាគឺបានន័យថាលោកកម្មសុខាមានទោសហើយគាត់បានគេចេញបរិយាក្រិតលើកលែងទោសហើយជាការដោះដូរគឺកុំឲ្យគាត់ប្តឹងអាសាលដីកាហ្នឹងកុំឲ្យវាអស់ពេលយូរតាមពិតនីតិវិធីតុលាការទោះគាត់មិនប្តឹងក៏សាលដីកាហ្នឹងវាចូលជាស្ថាពរក្នុងពេល30ថ្ងៃលោកកម្មសុខាចាំអត់បានណា30ថ្ងៃចូលជាស្ថាពរហើយចេញលិខិតលើកលែងទោសមកបានន័យថាគាត់មិនយើងប្តឹងជំទាស់ទៅឲ្យអាសាលដីកាហ្នឹងឬក៏ចង់សុំទោសក្នុងពេល30ថ្ងៃហ្នឹងគឺគាត់ត្រូវប្តឹងជំទាស់មិនទុកឲ្យវាទៅដល់គាត់ក៏នៅតែមិនទុកឲ្យអា30ថ្ងៃហ្នឹងដាច់ដោយស្វ័យប្រវត្តិដោយគាត់មិនប្តឹងទៅទៀតគាត់សុកចិត្តចេញលិខិតពាក់កណ្ដាលទីមកដើម្បីឲ្យគេចេញលិខិតលើកលែងទោសឲ្យគាត់បានចេញមកនៅក្រៅគុកប៉ុន្តែដាក់ទោសនយោបាយគាត់អត់ឲ្យធ្វើនយោបាយមួយជីវិតទៀតរឿងនេះឯងហើយជាប់អាមេរិកនៅក្នុងហ្នឹងទៀតលោកខឹមសុខាក៏មានចំណែកនៅក្នុងការមិនប្តឹងសាលដីការបស់សាលាឧទ្ធរដែលធ្វើឲ្យអាមេរិកក៏ជាប់ឈ្មោះជាអក្រិតជនតន់ដិតនៅក្នុងតាក់ទងនឹងរឿងផ្ដួលរំលំរដ្ឋាភិបាលខុបខិតគ្នាជាមួយលោកកម្មសខាដែររឿងនេះវាអញ្ចឹងណាបងប្អូនវាពិបាកចង់បានន័យថាម៉េចសង្គ្រោះជាតិនៅក្នុងពេលនេះគឺអស់ហើយអញ្ចឹងស្មារតីសង្គ្រោះជាតិស្មារតីចប់នៅពេលដែលលោកកម្មសខានិងកញ្ញាកម្មមនុស្សវិទ្យានេះជាពិសេសចូលទៅរដ្ឋាភិបាលហើយនៅពេលដែលលោកកម្មសខាអត់ព្រមប្តឹងសាលដីការបស់តុលាការសាលាធរការពីម្ដុំខែមេសាគឺអស់ហើយដូច្នេះម្ដងនេះគឺគណៈបកប្រឆាំងគ្រាន់តែគិតថាគណៈបកថ្មីទៅយកស្មារតីសង្គ្រោះជាតិនឹងមកវិញមកបានហើយទៅយកត្រាយកអីបានអីទៀតលោកកម្មសុខាមានជាប្រធានគណៈបកសង្គ្រោះជាតិឯណាទៀតបើគេលំលីកលៈបកគាត់ចោលបាត់ហើយនោះបាទឥឡូវបន្តទៅទៀតមតិបន្ទាប់ពីលោកមនោនិងលោកសេងសេរីគឺមានលោកសេងវ៉ាន់លីលោកសេងវ៉ាន់លីក៏និយាយចេះគាត់ថាខ្ញុំគិតថាចំណុចរសើបបំផុតគឺតើផលប្រយោជន៍ដែលកើតចេញពីជំនួបនេះនឹងឈប់ត្រឹមបុគ្គលនិងក្រុមគ្រួសារឬក៏អាចពង្រីកទៅដល់អ្នកគ្រប់គ្រងនិងអ្នកដែលបានរងផលប៉ះពាល់ពីវិបត្តិនយោបាយដូចគ្នានេះបើលទ្ធផលចុងក្រោយគឺលោកកម្មសុខានិងគ្រួសារទទួលបានភាពងាយស្រួលឬសិទ្ធិមួយចំនួនវិញប៉ុន្តែបញ្ហាធំជាងនេះនៅតែមិនបានដោះស្រាយឬក៏ប្រែប្រួលនោះខ្ញុំគិតថាសាធារណជននឹងមានសិទ្ធិសួរថាតើនេះគឺជាការដោះស្រាយនយោបាយឬក៏ជាការដោះស្រាយបញ្ហាផ្ទាល់ខ្លួនខ្ញុំមិនមើលថាការស្វែងរកផលប្រយោជន៍សម្រាប់ខ្លួនឯងនិងគ្រួសារជារឿងខុសទេក៏ប៉ុន្តែសម្រាប់អ្នកនយោបាយដែលមានមូលដ្ឋានគ្រប់គ្រងធំការដែលសម្រេចចិត្តផ្ទាល់ខ្លួនតែងតែប៉ះពាល់ដល់លើសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋអ្នកគ្រប់គ្រងហើយលទ្ធផលយ៉ាងណារងចាំមើលតទៅទៀតលោកតាំងសារដាឯនោះដែលជាអ្នកផ្សាយព័ត៌មាន Cambodia Daily គាត់ទៅសេថាទួលនីតិនេះអាចជាការសាកល្បងសមត្ថភាពនិងភាពស្មោះត្រង់របស់កញ្ញាកម្មមនុស្សវិទ្យាសម្រាប់អាណត្តិនេះសិនបើក្នុងអាណត្តិនេះកញ្ញាធ្វើការងារឲ្យលោកហ៊ុនម៉ាណែតបានល្អអាណត្តិក្រោយអាចមានទួលនីតិធំជាងនេះបើលោកហ៊ុនម៉ាណែតឆ្លាតលោកគួរតែអញ្ជើញអ្នកស្រីមូសុខហួរឲ្យមកធ្វើកិច្ចការរួមគ្នាម្នាក់ទៀតទៅកាន់តែប្រសើរលោកតាំងសារដាកាន់តែមែនតើណាគណៈបកប្រឆាំងនៅសល់បន្តិចតួចឲ្យចូលគណៈបកប្រជាជនទៀតអស់ហើយបើឲ្យចូលទៅដើម្បីទៅបង្កើតគណៈបកប្រឆាំងមានអីទៅបើឲ្យចូលទៅរដ្ឋាភិបាលអ្នកស្រីមូសុខហួរគាត់មានចង់ទៅចូលរដ្ឋាភិបាលហ្នឹងគាត់ចង់ចូលទៅប្រទេសកម្ពុជាដើម្បីចូលរួមជីវភាពនយោបាយក្នុងគណៈបកប្រឆាំងវិញបានតែប៉ុណ្្នឹងតាលោកសាន់ម៉ាឡាឯនោះវិញមានទស្សនៈដូចជាវិជ្ជមានច្រើនគាត់ថាប្រិសិទ្ធពិសេសគឺមានន័យថាអ្នកតំណាងពិសេសម្ល៉េះហើយតួនាទីរបស់កូនស្រីលោកកម្មសុខាទំនងជានឹងចូលរួមដោះស្រាយបញ្ហាជាតិលើឆាកអន្តរជាតិក្នុងនាមកម្ពុជាដែលយើងគួរសាទរបាទមានអ្នកគួរសាទរដែរមិនអត់ទេគេមើលឃើញចឹងដែរ
បាទឥឡូវខ្ញុំមានមតិមួយទៀតពីលោកវ៉ាន់ចាន់ឡូតអូយលោកវ៉ាន់ចាន់ឡូតហ្នឹងក៏ចិត្តដាច់ម្លេះលោកគាត់សរសេរសារចេះតកូលកម្មណាបានបញ្ចប់ជីវិតនយោបាយនិងបានប្រែក្លាយតកូលចោលមសៀតនៅក្នុងប្រវត្តិសាស្ត្រអូយលោកវ៉ាន់ចាន់ឡូតពាក្យនេះធ្ងន់ណាស់តកូលចោលមសៀតខ្ញុំមិនហ៊ាននិយាយរហូតដល់ពេលប៉ុណ្ណឹងទេប៉ុន្តែប្រហែលជាលោកខឹងខ្លាំងដែលលោកកម្មសខាចាក់ចោលយកការតស៊ូយូរឆ្នាំហ្នឹងទៅត្រឹមប៉ុណ្ណឹងឬក៏យ៉ាងម៉េចមិនដឹងទេលោកលីមេងដែលជាសកម្មជនគណៈបកប្រឆាំងមួយដែរគាត់ថាមិនហើយម្ចាស់ទ្រឹស្ដីទិញមិនលក់សម្លុតមិនខ្លាចបំបែកមិនបានគាត់សួរតែខ្លីប៉ុណ្ណឹងបាទខ្ញុំស្លេះការដែលស្រង់មតិបងប្អូនប៉ុណ្ណឹងសិនចុះបងប្អូនតែយ៉ាងណាខ្ញុំនៅតែគិតថារឿងនេះជារឿងល្អសម្រាប់គ្រួសារតកូលកម្មនៅក្នុងការបន្តជីវិតនយោបាយគាត់តាមមធ្យោបាយគាត់ទៅហើយក៏ជាការល្អសម្រាប់ក្រុមគណៈបកប្រឆាំងដែលមាននានាការគ្រប់គ្រងក្រុមពលលោកសំរងស៊ីដែរធ្វើកិច្ចការងារទៀតទៅឈប់ជជែកបែកខ្ទិះរឿងកញ្ញាកម្មនោវិជ្ជានិងក្រុមគ្រួសារតកូលកម្មបិទបាយប៉ុណ្ណឹងបានហើយជូតទឹកភ្នែកបន្តដំណើរទៅមុខទៀតកុំរវល់រើសដុំថ្មចោលឆ្កែខ្ញុំសូមផ្ដាំយកតែប៉ុននេះទុកឲ្យគាត់មានសេចក្តីសុខក្រុមគ្រួសារគាត់ព្រោះគាត់បិទទំព័រប៉ុណ្ណឹងអ្នកដែលនៅគឺអ្នកដែលនៅមានដែលជូតទឹកភ្នែកបន្តដំណើរនេះគឺថាតើធ្វើយ៉ាងម៉េចឲ្យគណៈបកប្រឆាំងឬក៏ក្រុមលោកសំរងស៊ីក្រុមអីហ្នឹងនៅបន្តដំណើរទៅមុខទៀតព្រោះឥឡូវអត់មានអីត្រូវមានមន្ទិលដែលត្រូវតតាំងជាមួយនឹងអូក្រុមលោកកម្មសុខានៅមានក្នុងគណៈបកប្រឆាំងគ្រប់សង្គ្រោះជាតិអត់មានទេព្រោះគាត់បានសម្រេចចុះចូលទៅជាមួយនឹងគណៈបកប្រជាជនបានន័យថាដាច់ផឹងហើយតស៊ូមតិឲ្យច្បាស់លាស់ទៅឥឡូវនេះសមរភូមិរៀងពិបាកជាងមុនបន្តិចព្រោះគណៈបកប្រជាជនកម្ពុជាគេយកបន្លាជួសបន្លាគឺយកមនុស្សនៅក្នុងគណៈបកប្រឆាំងមកអាចវាយប្រហារក្រុមប្រឆាំងអញ្ចឹងចង់មិនចង់ចាប់ពីពេលនេះទៅយើងចាំមើលតើកញ្ញាកម្មនោវិជ្ជាធ្វើការបម្រើជាតិឬក៏ធ្វើការបម្រើបកបើគាត់ធ្វើការបម្រើជាតិគាត់នឹងមិនវាយប្រហារក្រុមលោកសំរងស៊ីទេព្រោះពាក្យថាជាតិគឺដើម្បីមនុស្ស18លាននាក់ដោយទាំងក្រុមសកម្មជនគណៈបកសំរងស៊ីដែរព្រោះពាក្យឬក៏ក្រុមលោកសំរងស៊ីប្រិសិទ្ធពិសេសគឺតំណាងឲ្យរដ្ឋាភិបាលបរិយាក្រិតនេះគឺទួលនីតិធំណាស់សម្រាប់កញ្ញាកម្មមនោវិជ្ជាគឺអត់អាចវាយប្រហារក្រុមប្រឆាំងទេព្រោះក្រុមប្រឆាំងគឺជាមនុស្សដែលជាប្រជាពលរដ្ឋទាំង18លាននាក់ដែរអញ្ចឹងបើសិនជាគាត់ចាប់ផ្ដើមវាយក្រុមប្រឆាំងជាពិសេសក្រុមលោកសំរងស៊ីគឺកញ្ញាកម្មមនោវិជ្ជាបង្ហាញឲ្យឃើញអំពីសិលធម៌របស់គាត់តកតងនៅក្នុងរឿងនយោបាយដែលគេទិញគេដូរហើយយកទៅបំផ្លាញគ្នាឯងដើម្បីប្រយោជន៍ឲ្យក្រុមគ្រួសារតកូលហ៊ុនបានអំណាចកាន់តែយូរហើយក្រុមគ្រួសារតកូលកម្មនឹងបានតំណែងនៅក្នុងក្រុមគ្រួសារតកូលហ៊ុននឹងដែរប្រជាពលរដ្ឋនឹងខ្លោចផ្សាទឹកភ្នែកគ្មានថ្ងៃបញ្ចប់ទេហើយពួកគាត់ច្បាស់ជានឹងថ្កោលទោសស្លាប់ហើយតែខ្ញុំសង្ឃឹមថាកម្មមនោវិជ្ជាជាបញ្ញាជនម្នាក់ដែរគាត់ច្បាស់ជាដឹងអាក្រក់ល្អសខ្មៅហើយយើងចាំមើលទៀតណាបងប្អូនជួនកាលកុំអាលថាព្រោះអ្នកនយោបាយពវៀនបត់ជាទៀសខ្លាំងណាស់ឥឡូវបន្តទៅទៀតគឺគ្មានសម័យណាដែលថៃពាត់យកដីខ្មែរស្រួលដូចសម័យនេះទេនេះគឺជាមតិរបស់ប្រជាពលរដ្ឋខ្ញុំដកស្រង់ពីអត្ថបទមួយដែលចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក AFE ភាសាខ្មែរដែលគាត់សម្ភាសជនភាសាម្នាក់ឈ្មោះលោកស្រីព្រិលសភួងដែលជាអាជីវករនៅច្រកថ្មដាខេត្តពោធិ៍សាត់អ្នកស្រីមិនបាននិយាយពាក្យថាគ្មានសម័យណាដែលថៃពាត់យកដីខ្មែរស្រួលដូចសម័យនេះទេឃ្លានេះមិនមែនជាឃ្លារបស់ជនរងគ្រោះរូបនេះទេគឺជាឃ្លារបស់លោកអ៊ុំសំអានដែលជាមន្ត្រីកិច្ចការព្រំដែនរបស់រដ្ឋាភិបាលក្រៅប្រទេសក៏ប៉ុន្តែសារព័ត៌មាន AFE សម្ភាសគាត់ដកស្រង់គាត់ក៏គាត់និយាយចឹងដែរលោកស្រីព្រិលសាភួងនេះគាត់និយាយក្នុងន័យអញ្ចេះគាត់ថានេះគេមកយកក្រោយបាត់ជប់បាញ់ណាអីក៏យកស្រួលយ៉ាងនេះមកឆ្លៀនពៀនយើងមកយកដីយើងក្រោយបាត់ជប់បាញ់ណាគាត់ទៅបន្ទោសថៃអត់បន្ទោសខ្មែរឯងទេអត់បន្ទោសភាពដឹកនាំរបស់មេដឹកនាំទេខ្ញុំសរសើរដែរលោកស្រីព្រិលសាភួងគាត់ខ្លាចគេធ្វើបាបធ្វើទុកបុកម្នេញដែរគាត់និយាយពីរឿងថៃឆ្លៀនពៀនចូលដីខ្មែរក្រោយបាត់ជប់បាញ់នៅអាចរកថ្មដាគាត់ថា72ម៉ោង70អីមិនហ្នឹងវាយកទាំងអស់ហ្មងអាការវាយប្រើអត់ទាន់យកដល់ពេលស្រាប់តែផ្អាកឈប់បាញ់វាចូលមកយកហ្មងនេះគាត់និយាយចឹងតែមកយកស្រួលមិនមែនជារឿងថៃយកស្រួលទេបងប្អូនខ្ញុំមកពីយើងឲ្យគេយកស្រួលហើយឲ្យគេយកស្រួលហើយអត់ដឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិនៅតវ៉ាបែកខ្ទិះនៅហ្នឹងខ្ញុំស្លេះតែប៉ុណ្ណឹងសិនចុះឥឡូវចូលដល់ព័ត៌មានតាក់ទងនឹងរឿងពលរដ្ឋឆ្ងល់ថាតុលាការកាត់ក្តីឲ្យអង្គញាហ៊ីកំហុងជាប់គុក15ឆ្នាំម្ដេចជននេះនៅរួចខ្លួននៅក្រៅគុករឿងនេះក៏ចម្លែកដែរថ្ងៃនេះគឺថ្ងៃច័ន្ទតុលាការសាលាដំបងកាត់ក្តីឲ្យអតីតអង្គញាហ៊ីកំហុងដែលជាស្ថាបនិកស្អីគេដីមាសស្អីណានោះប្រជាពលរដ្ឋរាប់ពាន់គ្រួសាររងគ្រោះពាក់ព័ន្ធលុយរាប់សិបលានដុល្លារឥឡូវតឡាការកាត់ឲ្យលោកហ៊ីកំហុងជាប់គុក15ឆ្នាំកំបាំងមកអត់មកចូលរួមនៅក្នុងសាវនាការទៅទៀតយីចោរឹកមកបេនម៉េះបើគណៈបពប្រឆាំងវិញនិយាយពីយកមកចង់ដាក់ខ្នោះទៀតដាក់ច្រវាក់ទៀតប៉ុន្តែលោកហ៊ីកំហុងហ្នឹងគាត់មានឥទ្ធិពលអីម្លេះ
គឺតឡាការត្រូវមកផ្ដន់ទាទោសឲ្យជាប់គុក15ឆ្នាំមិនដឹងជនជាប់ចោតនៅណាហើយទៅឲ្យទាសង33លានដុល្លារដល់ជនរងគ្រោះឥឡូវជនរងគ្រោះថាល្អហើយអរគុណតឡាការដែលកាត់ក្តីប៉ុន្តែចោះជនប្រព្រឹត្តនេះនៅណាតន់ដិតនេះនៅណាមិនចាប់ដាក់គុកព្រោះអីនៅក្រៅគុកតំណាងប្រជាពលរដ្ឋថាបាក់ស្បាតហ្មងជននេះគំរាមពួកគាត់ប្តឹងតំណាងប្រជាពលរដ្ឋ3 4សំណុំរឿងឥឡូវគាត់ចង់ឲ្យចូលគុកឲ្យមែនតើទៅកុំឲ្យប៉ះពាល់ដល់ពួកគាត់ហើយណាឲ្យទុកឲ្យតឡាការចាត់ចែងទៅព្រោះអីរឿងពិភពដីមាសនេះគឺជារឿងក្តៅក្រហាយប្រជាពលរដ្ឋ40នាក់គ្រាន់តែស្លាប់ដោយសារតែឈឺចិត្តដោយសារតែជំងឺដោយសារខ្វះលុយហើយលុយដែលរកបានមកយកទៅបង់ធនាគារព្រោះតែខ្ចីទិញអាគម្រោងដីខ្យល់នេះអាដីមាសខ្យល់នេះអ្នកខ្លះគ្នាប្រាក់ខែត្រូវបង់ធនាគារ$500សុំធនាគារឲ្យបង់តាម190អីបានហើយព្រោះហើយ190ហ្នឹងគឺប្រាក់ខែមួយខែពេញរបស់គាត់រកមកបង់តែធនាគារតាមអត់ដឹងបានស្អីហូបទេដូចចឹងខ្លះរីងរៃខ្លះចងកស្លាប់ខ្លួនអូយចោះនរកដល់ពេលហើយគាត់មកនៅក្រៅគុកអត់ដឹងមកចូលសវនាការទៀតនេះប្រព័ន្ធតុលាការស្រុកយើងបងប្អូនមើលឲ្យមែនតើណាអាជ្ញាធរមើលឲ្យមែនតើពួកប្រឆាំងគាត់តែគេកុំឲ្យលុបបង់លុបអីនិយាយពីចាប់ដាក់គុកគ្មានលួសមួយថ្ងៃទេប៉ុន្តែបើអុកញ៉ាមហាមន្ត្រីស្អីប្រជាពលរដ្ឋរាប់ពាន់គ្រួសាររាប់10លានដុល្លារជាប់គុកតែ3ខែទេខ្ញុំប្រាប់ការលើកមុនណាកាលឆ្នាំ2023ចាប់លោកលីកំហុងឲ្យហ៊ីកំហុងយកមកដាក់គុកចាប់ឃុំខ្លួនខែសីហាដោះលែងខែវិច្ឆិកាដោះលែងពីនឹងមករហូតឥឡូវអត់ទាន់បានទៅជាប់គុក15ឆ្នាំមិនដឹងតែខ្ញុំនិយាយចឹងតុលាការគេច្បាស់ជារមុខគាត់យកមកចាប់ដាក់គុកតែមិនស្រួលរត់បាត់ទៅណាក៏ពើស៊ីគាត់តែមិនដឹងពួកអីមិនដល់សវនាការមិនឃើញខ្លួនយ៉ាងនេះប្រធានសាលាដំបងសួរថាគ្រូប្រធានសាលាដងខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ទេបងប្អូននៅគិរីរំហ្នឹងមានសាលាមួយគឺឈ្មោះសាលាដងនេះគឺគាត់បង្កើតដើម្បីឲ្យក្មេងកំព្រាក្រីក្រហ្នឹងគឺជួយមករៀនអញ្ចឹងទៅអត់បង់លុយទេគឺលោកដែលជាស្ថាបនិកហ្នឹងគឺគាត់ឈ្មោះថាអុកវ៉ាន់ដេលោកអុកវ៉ាន់ដេហ្នឹងគាត់រៀបចំសាលាដងដោយសារគាត់ជិះម៉ូតូអាត្រៃហ្នឹងទៅលេងគិរីរំហ្នឹងក៏ឃើញអញ្ចឹងទៅគាត់កែសម្រាមកែអីកែឆ្នៃអញ្ចឹងឲ្យកូនក្រីក្រអីហ្នឹងដំបូងហើយមាន80នាក់អីជាងឥឡូវសិស្សមានដល់185នាក់សាលាដងហ្នឹងបរៀនផងលុបវត្ថុអនុស្សាវរីយ៍ធ្វើពីសម្រាមពីអីហ្នឹងទៅឲ្យកូនក្មេងក្រីក្រមាននំមានណែកអីឲ្យទទួលទានអីចឹងកូនក្មេងហ្នឹងបានរៀនមួយថ្ងៃមួយអាទិត្យ5ថ្ងៃហើយជួលគ្រូ5នាក់ម្នាក់300 5នាក់ហ្នឹង$1500ហើយចំណូលដែលរមកពីសប្បុរសជនអីហ្នឹងយកមកផ្គត់ផ្គង់អីចឹងទៅគាត់ខ្វះខាតច្រើនដែរគ្រូបានតែ300ទៅហើយមានផ្ទះមួយសង់10ម៉ែត្រ4ជ្រុងឲ្យគ្រូហ្នឹងស្នាក់នៅដើម្បីបរៀនឥឡូវអាជ្ញាធរគេឲ្យរើមិនលើរើសាលាដងទេណាបងប្អូនតិចច្រឡំរើសាលាហ្នឹងមិនដឹងរើកាលទេតែគេឲ្យរើអាផ្ទះដែលសង់ឲ្យគ្រូស្នាក់នៅនេះទៅបរៀននៅសាលាដងហ្នឹងគេថាខុសច្បាប់អញ្ចឹងអាជ្ញាធរខេត្តកំពង់ស្ពឺគេចេញទៅគេទុកពេលឲ្យ14ថ្ងៃគឺចេញពីថ្ងៃ13អញ្ចឹងពួកគាត់នៅសល់តែ11ថ្ងៃទៀតទេដែលត្រូវរុះរើឲ្យគាត់សរសេរសារមកថាឲ្យជួយអាជ្ញាធរដឹងឮផងប៉ុន្តែបើខុសច្បាប់នឹងនរណាដឹងឮមិនបានខ្ញុំពងឆ្ងល់ហើយគាត់ថាធ្វើដីរំលោភដីរដ្ឋអាផ្ទះសង់ឲ្យគ្រូបង្រៀនហ្នឹងណាហើយខ្ទប់ផ្លូវខ្ទប់អីគេយ៉ាងម៉េចទេណាហើយឲ្យគាត់ដោះស្រាយទៅខ្ញុំអត់មានពេលយូរទៀតទេបងប្អូនបន្តទៅទៀតគឺអ្នករស់រៀនជីវិតពីគុកទួលស្លែងលោកប៊ូមេងបានចែកឋានទៅឲ្យក្នុងជនមានអាយុ85ឆ្នាំដោយរោគគាពាធ2ថ្ងៃហើយដំណឹងនេះតាមពិតខ្ញុំទើបតែទទួលដោយសារតែលោកប៊ូមេងគឺជាអ្នករស់រៀនមានជីវិតនៅគុកទួលស្លែងក្នុងចំណោម7នាក់មានលោកវណ្ណាតនិងលោកអ៊ុំជុំមីលោកវណ្ណាតបានចែកឋាន4-5ឆ្នាំហើយយូរឆ្នាំហើយលោកប៊ូមេងនេះវ័យ85ឆ្នាំទើបតែទទួលអាណិច្ចកម្មដោយរោគគាពាធហើយនិយាយទៅគាត់នៅតែលក់សភៅលក់អីនៅនឹងបានរស់រៀនមានជីវិតចុងក្រោយគាត់នឹងហើយនឹងលោកអ៊ំជុំមីអញ្ចឹងអ្នកដែលនៅគុកទួលស្លែងដែលនៅរស់រៀនមានជីវិតដូចនៅសល់តែលោកអ៊ំជុំមីមួយទៀតទេមើលទៅឥឡូវនេះគឺបន្តទៅទៀតបងប្អូនតាក់ទងនឹងរឿងយោធាថៃគេតវ៉ាថាខាងកម្ពុជារំលោភបាត់ឈប់បាញ់ដោយបង្ហោះ drone ឆ្លប់យកការថៃគេទៅផ្កើនមែនតើទៅប្រាប់អន្តរជាតិថាខ្មែររំលោភបាត់ឈប់បាញ់គ្រាន់តែបង្ហោះ drone យកការនៅក្បែរព្រំដែនចុះបើគ្រាន់តែ drone យកការខ្លួនឯងហោះរាល់ថ្ងៃហ្នឹងមិនណាឃើញថៃគ្រាន់តែយើងបង្ហោះ drone ឆ្លប់យកការឬក៏អីនៅដែនយើងទៅប៉ះពាល់ដល់ទាហានគេថាយើងរំលោភបាត់ឈប់បាញ់តែអាខ្លួនគេរំលោភបាត់ឈប់បាញ់យកដីយើងរាប់សិបកន្លែងខ្មែរអត់ដែលបានទៅប្តឹងទៅតុលាការអន្តរជាតិតាមករណីថៃគេពឹបមកគេប្រាប់អន្តរជាតិភ្លាមថាយើងរំលោភបាត់ឈប់បាញ់អន្តរជាតិស្ដាប់មកគេថាខ្មែរខូចតែខ្មែរខ្លួនឯងជាជនរងគ្រោះតវ៉ាអត់អន្តរជាតិណាស្ដាប់មួយម៉ាត់សោះព្រោះអីសារព័ត៌មានអន្តរជាតិយើងវាគ្មានយើងរំលាយបំផ្លាញខ្ទេចខ្ទីអស់ហើយចឹងយើងអត់មានសម្លេងទេហើយរដ្ឋាភិបាលនិយាយអីក៏គ្មានអ្នកណាគេស្ដាប់ដែរព្រោះយើងនិយាយកុហករហូតយើងថាអត់រំលោភសិទ្ធិមនុស្សរំលោភសិទ្ធិមនុស្សយើងថាប្រជាធិបតេយ្យមានពេញទំហឹងអត់មានប្រជាធិបតេយ្យយើងថាអត់មានពុករលួយយើងថានីតិរដ្ឋអត់មាននីតិរដ្ឋយើងថាស្អីគឺយើងអត់មានហ្នឹងដល់អញ្ចឹងគេអត់ជឿរដ្ឋាភិបាលខ្មែរទេលោកហ៊ុនម៉ាណែតនិយាយណាក៏មិនស្ដាប់បានសារព័ត៌មានឯករាជ្យជួយឥឡូវអត់មានសារព័ត៌មានឯករាជ្យទេព្រោះបិទខ្ទេចខ្ទីអស់ឥឡូវទុកឲ្យថៃទៅធ្វើអាព័ត៌មានហ្នឹងអន្តរជាតិឥឡូវគេថាយើងខូចទៀត
ចឹងបានថាកុំឲ្យលេងលបែងស្មោកគ្រោកជាមួយថៃថាអីថាទៅយើងប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិភ្លាមទៅអាគេឈ្លានពានទឹកដីយើងហ្នឹងកុំឲ្យប្រជាពលរដ្ឋខ្លោចផ្សាថាគ្មានសម័យណាអីក៏ថៃឈ្លានពានដីយើងយកដីយើងស្រួលដូចសម័យនេះនោះវាខ្មាស់គេអារឿងខ្មាស់គេមិនជុំឲ្យងុំរឿងបាត់ដីយើងនេះបាទឥឡូវចុងក្រោយគឺលោកត្រាំកាត់បន្ថយកម្លាំងសម្ពយុទ្ធយោធាជាមួយកូរ៉េខាងត្បូងដើម្បីដឹងគុណកូរ៉េខាងជើងលោកត្រាំហ្នឹងក៏ណាស់ដែរកូរ៉េខាងត្បូងហ្នឹងគាត់អាសម្ពយុទ្ធយោធាហ្នឹងគឺមានត្រៀមហើយរាប់ឆ្នាំហើយហ្នឹងឥឡូវត្រូវធ្វើនេះហើយត្រូវគាត់ថាឥឡូវធ្វើឥឡូវលុបអត់ទាន់នេះកាត់បន្ថយទាហានឬក៏សម្ពយុទ្ធហ្នឹងកុំឲ្យអស់លុយអស់អីច្រើនផងសហការជាមួយនឹងកូរ៉េខាងត្បូងហ្នឹងធ្វើចុងដៃចុងជើងទៅបានហើយព្រោះអីតាមពិតគួរលុបប៉ុន្តែលុបវាមិនទាន់ធ្វើសិនក៏ធ្វើទៅគ្រាន់តែថាឲ្យមនុស្សទាហានអីសពាវុធអីទៅតិចតួចបានហើយកាត់បន្ថយចំណូលចំណាយតាក់ទងនឹងរឿងសម្ពយុទ្ធយោធាហ្នឹងណាមួយយ៉ាងមិនចង់ឲ្យគឹមចុងអ៊ុនកូរ៉េខាងជើងនឹងគ្នាអន់ចិត្តផងព្រោះលោកត្រាំគាត់ថាអរគុណកូរ៉េខាងជើងដែលតាំងពីគាត់កាន់អំណាចមកឬនិយាយទៅឲ្យតែលឺលោកត្រាំកាន់អំណាចមកខាងនោះអត់ហ៊ានក្អកអត់ហ៊ានធ្វើអីផ្ដេសផ្ដាស់ដែលគាត់គិតថាជាទង្វើល្អរបស់គឹមចុងអ៊ុនគាត់និយាយចឹងហើយបើគាត់ថាគឹមចុងអ៊ុនកូរ៉េខាងជើងអត់មានគ្រោះថ្នាក់អីផងយើងធ្វើសម្ពយុទ្ធយោធាកក្រឹកកក្រែងពេកវាហាក់បីដូចជាមិនដឹងគុណដល់កូរ៉េខាងជើងអញ្ចឹងគាត់យកលេសហ្នឹងគឺគាត់បន្ថយគាត់ថាបើបិទមិនទាន់ព្រោះវាត្រៀមមកឲ្យអស់ឥឡូវធ្វើសិនណាប៉ុន្តែបន្ថយចំនួនសម្ពយុទ្ធយោធាអើយតាមគាត់មិនទាន់ទេបងប្អូនតែហើយខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណឹងចុះព័ត៌មានថ្ងៃនេះគឺប្រឹងលឿនស្រូតមែនតើជិត40នាទី50នាទីនេះគឺអានឯងឡើងមកកណោហ្នឹងប្រហែលជាបងប្អូនចង់បានប៉ុណ្ណឹងក៏សំស្របប៉ុណ្ណឹងបងប្អូនដែលបានវែងសុំទោសឲ្យព្រោះពេលវេលាខ្លីខ្ញុំអត់មានពេលធ្វើកើតយូរជាងហ្នឹងតែអរគុណបងប្អូនដែលបានត្រង់ស្ដាប់ការផ្សាយរបស់ខ្ញុំតាំងពីដើមដល់ចប់យើងនឹងបន្តព័ត៌មានការវិវត្តចុងក្រោយផ្សេងៗទៀតកុំភ្លេចកិច្ចការព្រំដែនបងប្អូនណាកុំភ្លេចអាណិតខ្ញុំ76កន្លែងដីយើងម៉ែយើងមាតុភូមិយើងកុំឡាយវល់ជាមួយកម្មមនោវិជ្ជាលោកកម្មសុខាអីបានហើយជូតទឹកភ្នែកបន្តដំណើរធីបក្រុមគាត់ចោលគិតពីរឿងការតស៊ូប្រជាធិបតេយ្យយកដីខ្មែរមកវិញស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យមិនចាំបាច់តាមក្រុមគ្រួសារតកូលកម្មតាមក្រុមគ្រួសារតកូលសំតកូលរុងតកូលគៀតកូលមៀកតកូលអីមូតកូលអីផ្សេងទៀតក៏បានដែរអត់អីទេទៅតាមហ្នឹងទៅជូតទឹកភ្នែកបន្តដំណើរតទៅមុខទៀតសូមអរគុណច្រើនបងប្អូនសូមជម្រាបលា